សួស្តីបងប្អូនទាំងអស់គ្នាវីដេអូមុនគឺខ្ញុំបានធ្វើពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Google Meet ហើយនឹងការ share screen រួចហើយចំណែកឯវីដេអូនេះវិញខ្ញុំនឹងធ្វើពាក់ព័ន្ធជាមួយនឹងការស្រង់យក attendance ឬក៏និយាយសួរស្ដាប់គឺការស្រង់យកបញ្ជីអ្នកចូលរួមចេញពី Google Meet ម្ដងហើយពាក់ព័ន្ធជាមួយនឹងការយក attendance នេះគឺយើងត្រូវប្រើប្រាស់ extension ទី1មានឈ្មោះថា Meet Attendance Tracker ហើយនឹងមួយទៀតគឺមានឈ្មោះថា Google Meet Attendance List ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការប្រើប្រាស់ extension ទាំងពីរតោះកុំឲ្យវែងឆ្ងាយឥឡូវយើងចូលទៅអនុវត្តទាំងអស់គ្នាអ្វីដែលយើងត្រូវធ្វើដំបូងគឺយើងបើក Chrome ជាមុនសិនមកហើយបន្ទាប់មកយើង click វាមកគឺមានឈ្មោះថា Meet Attendance Tracker អូខេហេតុអីបានវា load មកឲ្យខ្ញុំចឹងហ្មងពីព្រោះថាខ្ញុំធ្លាប់ search វានៅលើ Google Chrome ហ្នឹងបន្ទាប់ពីយើងវាយវាពេញអស់ហើយយើងចុច enter មកអូខេបន្ទាប់ពីដល់កន្លែងនេះហើយយើងមើលមកខាងលើគេមកគេដាក់ថា Chrome Web Store ហើយនៅកន្លែងនេះគឺមានឈ្មោះថា Meet Attendance Tracker ហ្នឹងគឺយើង click ទៅលើវាមកបន្តមកទៀតវាមកដល់កន្លែងនេះហើយអញ្ចឹងយើងមើលទៅវាមានដូចជា logo វាមានឈ្មោះវាហើយវាមានពីរបៀបណែនាំហើយអានេះគេហៅថា extension មួយនឹងយើងប្រើ extension នេះបានគឺយើងត្រូវ add វាទៅលើ Chrome សិនអញ្ចឹងបងប្អូន click មកកន្លែងពាក្យថា add to Chrome ហ្នឹងមកបន្តមកទៀតវានឹងចេញផ្ទាំងមួយទៀតគឺយើងចុចពាក្យថា add extension នេះមកបន្ទាប់ពីបងប្អូនបាន add extension នេះគឺវារួចរាល់ហើយដូចបងប្អូនឃើញអញ្ចឹងហើយយើង pin វាមកនេះយើងឃើញសញ្ញារូបបញ្ចូលនេះហើយគឺយើងចុចវាមកគឺវាចាប់ផ្ដើម pin ហើយបន្ទាប់ពីយើងតម្លើងវារួចរាល់តើធ្វើម៉េចទើបយើងអាចប្រើប្រាស់កើតអូខេអត់ពិបាកទេគឺបងប្អូនបើក Google Meet មួយមកអញ្ចឹងខ្ញុំចាប់ផ្ដើមបើក Google Meet ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Google Meet នៅវីដេអូមុនគឺខ្ញុំបានធ្វើពីរបៀបនៃការប្រើប្រាស់រួចហើយអញ្ចឹងបងប្អូនអាចត្រឡប់ទៅមើលវីដេអូហ្នឹងបានហើយបន្តមកទៀតគឺយើង click មកលើនោះមកដើម្បី startមកដល់ចំណុចនេះយើងនឹងឃើញមានអីថ្មីឯនៅខាងក្រោមនេះគឺមានប៊ូតុងពណ៌ក្រហមមួយគេដាក់ថា Track Attendance ហេតុអីបានវាចេញពាក្យមួយនេះមកដោយសារតែយើងបានតម្លើងពាក់ព័ន្ធជាមួយនឹង extension ដែលមានឈ្មោះថា Meet Attendance Tracker ហ្នឹងណាអញ្ចឹងនៅពេលដែលយើងចង់ប្រើប្រាស់វាគឺយើងត្រូវ click លើវាមកហើយយើងរកចាំបន្តិចទៅវានឹងដំណើរការនេះដូចបងប្អូនឃើញអញ្ចឹងនាទីវាកំពុងតែដើរហើយនៅពេលដែលយើងចង់បញ្ចប់វាបានន័យថាយើងចង់បិទវាវិញគឺយើងត្រូវ click ទៅលើប៊ូតុងដែលមានពណ៌ខៀវនឹងវិញទៅអញ្ចឹងវានឹងបញ្ចប់ពាក់ព័ន្ធជាមួយនឹងការទាញយកទិន្នន័យឬក៏ពេលវេលាដែរឧទាហរណ៍ថាយើងជាគ្រូអញ្ចឹងយើងបរៀនសិស្សមានសិស្សចូលរៀនអញ្ចឹងយើងដឹងហើយថាតើសិស្សនឹងចូលរៀនមកប្រហែលនាទីអញ្ចឹងទៅអូខេយើងចុចបិទវាវិញមកហើយនៅពេលដែលចុចបិទវានឹងលោតផ្ទាំងនេះមកហើយវាឲ្យយើងរងចាំសិនដោយសារវាកំពុងតែដំណើរការនៅពេលដែលយើងរងចាំបន្តិចយើងនឹងឃើញមាន dashboard ចេញមួយមកហើយអានេះហើយបើយើងចង់មើលទិន្នន័យយើងចុចមកលើ view report នេះមកអូខេមកដល់ចំណុចនេះបងប្អូននឹងឃើញហើយទី1គឺមានឈ្មោះរបស់ខ្ញុំ2មានម៉ោងដែលយើងចាប់ផ្ដើមហើយទី3នេះគឺពាក់ព័ន្ធជាមួយនឹង duration គឺជានាទីដែលយើងបានចូលទៅលើ Google Meet ហ្នឹងហើយកន្លែងនេះគឺជាភាគរយហើយបើសិនជាមានអ្នកចូលរួមច្រើនគឺវាលោតឈ្មោះបន្ទាប់នៅខាងក្រោមហ្នឹងហើយដោយសារតែនេះខ្ញុំតេស្តតែឯងអញ្ចឹងទៅគឺមានតែខ្ញុំម្នាក់ទេហើយនៅខាងលើនេះយើងមើលទៅវាមាន meeting code meeting duration វាដូចខាងក្រោមនេះហើយនឹងថ្ងៃដែលយើងបានចាប់ផ្ដើមអនុវត្តហ្នឹងណាហើយយើងមើលមកកន្លែងនេះបើយើងចង់ download យើងមើលពាក្យថា export report ហ្នឹងមកវានឹងមានពីរជម្រើសតើយើងចង់ download វាជា PDF ឬក៏ជា file Excel អូខេបើយើងចង់ download វាជា PDF យើង export ខាងលើមកហើយបន្តមកទៀតកន្លែង highlight participant នេះគឺវាពាក់ព័ន្ធជាមួយនឹងភាគរយដែលឧទាហរណ៍ថាយើងបរិយាសិស្សបាន1ម៉ោងតើយើងចង់កំណត់ 50% ឬក៏តិចជាងនឹងឧទាហរណ៍បើយើងកំណត់ 50% សិស្សចូលបានតាម20នាទីគឺវាអត់គ្រប់ទេអញ្ចឹងវានឹង highlight ជាលក្ខណៈពណ៌ក្រហមទៅលើឈ្មោះបុគ្គលដែលគាត់បានចូលបាន10នាទីឬក៏20នាទីទៅដែលក្រោម 50% ហើយយើងកំណត់អាហ្នឹងហើយយើងអាច download បានហើយអញ្ចឹងបើសិនជាយើងអត់ចង់ប្រើប្រាស់វាទេយើងអាចដាក់ no មកតែបើយើងចង់ប្រើប្រាស់យើង yes មកហើយសម្រាប់ខ្ញុំឧទាហរណ៍នេះខ្ញុំកំណត់ 50 ហើយខ្ញុំនឹងចាប់ដើម download មកយើងអាចបើកបាននេះគឺយើងមើលទៅគឺវាស្អាតគឺវាមានរបៀបរៀបរយយើងអាច zoom មើលយើងអាចអីបាន
ហើយបើមានសិស្សច្រើនអ្នកឬក៏អ្នកចូលរួមច្រើនអ្នកគឺតមកតាមហ្នឹងហើយបើសិនជាយើងចង់ download ជា Excel គឺយើងយកពាក្យថា export report ទៅដែរមកគឺយើងមើលមកខាងក្រោមនេះគឺ file CSV ហ្នឹងយើង download វាមកហើយយើងបើកវាទៅតែបងប្អូនកុំភ្លេច save វាទៅជា Excel សិនទៅនេះខាងក្រោមនេះអញ្ចឹងខ្ញុំ select folder select អីឲ្យរួចរាល់ទៅហើយយើងចាប់ផ្ដើម save មកនេះអានេះគឺជា Excel ពេញលេញគឺយើងអាច edit គឺយើងអាចអីបានតែបើសម្រាប់ខ្ញុំប្រើអាហ្នឹងខ្ញុំ down ជា PDF យកមកពីព្រោះថាវាមាន design ឲ្យយើងស្រាប់ចឹងណាហើយបើសិនជាយើង download ជា file Excel គឺយើងត្រូវ design បន្ថែមខ្លួនឯងទៀតដូចយើងមើលក្នុងរូបនេះឃើញហើយបន្ទាប់ពីយើងបានសិក្សាពាក់ព័ន្ធជាមួយនឹង Mid Attendant Tracker នេះហើយគឺយើងចូលទៅកាន់ extension ថ្មីមួយទៀតទៅគឺមានឈ្មោះថា Google Mid Attendant List អូខេយើងចាប់ផ្ដើម search មក Google Mid Attendant List ហើយខ្ញុំចាប់ផ្ដើម enter វាមកហើយយើង click ទៅលើ Google Mid Attendant List ហ្នឹងមកនៅពេលដែលយើងចូលមកដល់នេះគឺបងប្អូនឃើញហើយវាមានដូចជា logo ដូចជាឈ្មោះហើយនឹងរបៀបប្រើប្រាស់របស់វាគឺគេណែនាំគឺយើងអាចមើលបានហើយកុំឲ្យខាតពេលវេលាយូរឥឡូវយើងចាប់ដើម add វាទៅក្នុងជ្រុងរបស់យើងទៅហើយយើងចុចពាក្យថា add extension នេះមួយទៀតអូខេនៅពេលដែលយើង add extension នេះចូលក្នុងជ្រុងរួចគឺយើងចាប់ផ្ដើមបើកកន្លែង extension នេះមកហើយយើងចាប់ផ្ដើម pin វាទៅហើយរបៀបប្រើប្រាស់គឺយើងត្រូវការចូលទៅកាន់ Google Meet អញ្ចឹងខ្ញុំចាប់ផ្ដើមបើក Google Meet មកហើយខ្ញុំនឹងណែនាំថារបៀបប្រើប្រាស់វាតើខុសគ្នាឬក៏យ៉ាងម៉េចខុសគ្នាពី extension ដែលខ្ញុំបានណែនាំពាក់ព័ន្ធជាមួយនឹង Mid Attendant Tracker នេះបងប្អូនមានឆ្ងល់អត់ថាហេតុអីខ្ញុំយក account មួយទៀតយកមក join ពីព្រោះថានៅពេលដែលយើង member នៅក្នុងហ្នឹងអត់មានតែយើងម្នាក់ឯងគឺវាអត់ចាប់ report ហើយទេអញ្ចឹងទើបខ្ញុំយក account របស់ខ្ញុំមួយទៀត join នៅពេលដែលមានទិន្នន័យចាប់ពី2នាក់ឡើងទៅទើបវាធ្វើជារបាយការណ៍ឲ្យយើងបានន័យថា report ឥឡូវយើងសាកល្បងបិទទាំងអស់គ្នាទៅដោយសារខ្ញុំបានចូលប្រហែលជាមួយសទូដែរអញ្ចឹងខ្ញុំយកកន្លែងនេះ left call ហ្នឹងមកនៅពេលដែលយើងយកពាក្យថា left call មួយហ្នឹងគឺយើងបានបិទ meeting ហ្នឹងអញ្ចឹងដូចបងប្អូនឃើញឲ្យវា load មក dashboard ថ្មីមួយទៀតហើយនៅក្នុងការប្រើប្រាស់វាដូចខ្ញុំបានបង្ហាញអញ្ចឹងគឺអត់មានប៊ូតុងចុចនិងអត់មានប៊ូតុងបិទអីទេគ្រាន់តែយើង start meeting ហើយនឹងយើង close meeting ហ្នឹងទៅគឺវាចេញជា report ឲ្យយើងភ្លាមយកមកហើយយើងមើលនៅកន្លែងនេះទៅមានដូចជា meeting duration អីផ្សេងដូចបងប្អូនឃើញអញ្ចឹងហើយនេះគឺជាឈ្មោះនេះឈ្មោះអ្នកដែលបានចូលរួមគឺវាអត់ខុសពី Mid Attendant ទេពីព្រោះថានៅពេលដែលមាន member ច្រើនទៅគឺវា load មកខាងក្រោមហើយអានេះគឺជានីតិដែលអ្នកដែលបានចូលរួមអានេះគឺជា duration បានន័យថានាទីដែលពួកគាត់បានចូលប្រមាណនាទីប្រមាណម៉ោងអីចឹងទៅហើយនៅពេលដែលយើងចង់ export វាយើងមើលមកពាក្យថា export as នេះមកបងប្អូនឃើញហើយគឺមាន3ជម្រើសទី1គឺ export as ជា file CSV បន្ទាប់មកគឺ file Excel ហើយនិង PDF ហើយពាក់ព័ន្ធជាមួយនឹង Excel និង PDF គឺវាទាមទារ Pro ជម្រើសរបស់យើងគឺមានតែមួយទេគឺ export as to CSV តទៅពេលយើង export ហ្នឹងហើយជំនាញ save វាទៅជា Excel តាមក្រោយទៀតទៅអញ្ចឹងខ្ញុំចាប់ដើម download មកតមកទៀតខ្ញុំបើក file មួយហ្នឹងមកដូចបងប្អូនឃើញអញ្ចឹងយើងចាប់ផ្ដើម save as វាទៅជា Excel សិនមកហើយនៅក្នុងនេះបងប្អូនអាចដូរឈ្មោះអាចបដូរឲ្យបានហើយខ្ញុំអត់បដូរឲ្យច្រើនទេដោយសារតែខ្ញុំសាកល្បងទេអញ្ចឹងខ្ញុំចាប់ផ្ដើម save វាមកឥឡូវគឺបានជា file Excel ពេញលេញហើយគឺបងប្អូនអាច format បដូរពណ៌បដូរអីបដូរធ្វើជាតារាងធ្វើជាអីបានតាមចិត្តនៅអ្វីដែលយើងចង់ format ទៅនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណ